មានម៉ាញេទិកមួយត្រូវបានគេគប់មកលើងាកមនុស្សភាគច្រើនគិតថាវានឹងជាប់នឹងលោហៈហើយផ្ទុះប៉ុន្តែមានទាំងនេះមិនត្រូវបានរចនាឡើងដើម្បីសម្លាប់មនុស្សទេហើយវាមិនផ្ទុះទាល់តែសោះផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងដើម្បីបំផ្លាញរថក្រោះនៅពេលដែលចំនួនទៀងត្រូវបានទៀងវាបង្កើតផ្កាភ្លើងហើយធ្វើឲ្យបន្ទុកសកម្មបន្ទាប់មកទាហានម្នាក់នឹងភ្ជាប់វាទៅនឹងរថក្រោះហើយវានឹងបង្កើតជាចំហាយដែករលាយនៅសីតុណ្ហភាពប្រហែល 5000 អង្សាហ្វារិនហៃដោយឆេះពីដែកនឹងប្រែក្លាយផ្នែកខាងក្នុងទៅជាភ្លើងរាវបង្ហាញក្របបែកមើលទៅកាន់អ្នកបម្រើលើយន្តហោះនៅពាក់កណ្ដាលជើងហុកហឺហើយទាមទារឆាត់យោងចំនួន$200,000ហើយនៅពេលដែលយន្តហោះចុះចតនៅ Seattle គាត់បានយកប្រាក់នោះជាធ្នូលនឹងអ្នកដំណើរចំនួន36នាក់បន្ទាប់មកគាត់បានបញ្ជាឲ្យក្រុមនាវិកហោះហើរទៅភាគខាងត្បូងហើយបន្ទាប់ពីកំណត់ទិសដៅគាត់បានចាក់សោពួកគេនៅក្នុងកាប៊ីនយន្តហោះគ្មាននរណាម្នាក់ដឹងថានៅទីណាទេប៉ុន្តែ Dan Cooper បានបើកចម្ដាខាងក្រោយលោតចូលទៅក្នុងទីងងឹតហើយមិនដែលឃើញម្ដងទៀតទេគាត់បានទាញវត្ថុចិនពីក្របបែកដៃផ្ទាល់នៅពីមុខថ្នាក់រៀនដែលពោពេញដោយសិស្សអ្នកឃើញទេប៉ូលីសកំពុងធ្វើជាម្ចាស់ផ្ទះនៃការបង្រៀនបណ្ដុះបណ្ដាលសុវត្ថិភាពដោយពន្យល់ពីរបៀបដែលក្របបែកដៃត្រូវបានធ្វើឲ្យសកម្មប៉ុន្តែគាត់រវល់ពេកជាមួយនឹងការពន្យល់រហូតដល់គាត់ទាញម្ជុលដោយចៃដន្យខណៈពេលកំពុងកាន់ក្របបែកដៃនៅខុងដៃដោយភ័យស្លន់ស្លោគាត់បានលែងដងថ្លឹងបណ្ដាលឲ្យក្របបែកផ្ទុះសម្រាប់ខ្លួនឯងនិងរបួសជាច្រើនអ្នកភ្លាមៗ